សហរដ្ឋអាមេរិកបានប្រកាសបង្កើនអត្រាពន្ធនាំចូលទំនិញដែលយកពីកម្ពុជាទៅនៅអត្រាកម្រិត 49% ក្រុមប្រឆាំងគេចេញមកផ្លេតមិនមែនចេញមកជួយជាតិទេគឺចេញមកផ្ទះដៃអបអរសាទរជារឿងដែលសាំតប៉ែពេកទៅហើយសម្រាប់ក្រុមប្រឆាំងតែងតែកេងចំណេញនយោបាយនៅពេលដែលមានព្រឹត្តិការណ៍អីមួយកើតឡើងនៅពេលដែលមានរឿងអីមួយកើតឡើងមិនថានៅក្នុងប្រទេសក្នុងតំបន់ឬក៏ពិភពលោកនោះទេជាក់ស្ដែងថ្មីនេះសហរដ្ឋអាមេរិកបានប្រកាសបង្កើនអត្រាពន្ធនាំចូលទំនិញដែលយកពីកម្ពុជាទៅនៅអត្រាកម្រិត 49% ក្រុមប្រឆាំងគេចេញមកផ្លេតមិនមែនចេញមកជួយជាតិទេគឺចេញមកផ្ទះដៃអបអរសាទរហេតុអីបានអបអរសាទរព្រោះនេះគឺជាអ្វីដែលពួកគេចង់បានតាំងពីយូរណាស់មកហើយពួកនេះតែងតែចង់ឲ្យអាមេរិកតែងតែចង់ឲ្យសហគមន៍អារ៉ុបដាក់សម្ពាធនៅលើប្រទេសកម្ពុជានៅពេលដែលមានករណីនេះកើតឡើងគឺពួកគេសប្បាយអមមកនេះគឺជាចរិតខ្មៅកខ្វក់អាក្រក់ថោកទាបជាទីបំផុតរបស់ក្រុមប្រឆាំងអត់បានជួយជាតិហើយបែរទៅជានាំគ្នាសប្បាយអនៅពេលដែលជាតិមានបញ្ហាបងប្អូនគិតមើលតើក្រុមនេះដែលនឹកឃើញខ្វល់ខ្វាយទុក្ខលំបាកវេទនារបស់បងប្អូនកម្មកររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែរទេអត់មានទេអ្វីដែលពួកគេចង់ឃើញគឺកម្មករបាត់បង់ការងារប្រជាពលរដ្ឋរស់នៅដោយលំបាកវេទនាជីវភាពខ្វះខាតក្រលំបាកតោកយ៉ាគ្រប់បែបយ៉ាងទាំងអស់អាហ្នឹងគឺក្រុមប្រឆាំងចង់បានអញ្ចឹងដើម្បីជាឱកាសដល់ពួកគេនោះចេញមកចាក់ឆ្កឹះរុករៀលណាញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាលខឹងសម្បារាជរដ្ឋាភិបាលក្រោកឡើងបះបោបកចលាចលវឹកវរសង្គមតើស្រឡាញ់ជាតិបកតែបញ្ហាអញ្ចឹងឬមានវិធីច្រើនណាស់ដែលអាចជួយជាតិបានតែហេតុអីបានគេមិនធ្វើគេសុកចិត្តជ្រើសរើសយកវិធីដែលធ្វើឲ្យជាតិវិនាសទៅវិញ